បន្ទាប់ពីបែកគ្នាមួយរយៈឥឡូវហ្នឹងខ្ញុំមកអាប់ដេតប្រហើយផ្ទះដែលខ្ញុំសាងសង់ឡើងនៅខាងប្រទីស្រីផ្ទះហ្នឹងដូចខ្ញុំលើកឡើងខាងដើមអញ្ចឹងបងមុខកាត់បវីគឺ4ម៉ែត្រកន្លះគុណនឹង16ម៉ែត្រ.7ចឹងជិត7ម៉ែត្រហើយវានៅយ៉ាបចេញមកក្រៅពី2ម៉ែត្រទៀតអញ្ចឹងបងហើយផ្ទះហ្នឹងខ្ញុំឆ្លាញ់ជាងគេគឺឆ្លាញ់ផ្ទះបាយហ្នឹងដោយសារអីបងមើលផ្ទះបាយគឺទលីស្អាតហើយមានថាសដល់3ខ្ញុំចាក់ហ្នឹងចាក់ដល់4ថាសប៉ុន្តែយើងគាត់3ភ្នត់3បត់ហើយទ្វារកន្លែងទូច្រើនបាយនេះដាក់ទូឈើបងហើយឈើហ្នឹងសាក់ឈើល្អឈើផ្ចឹកហ៎បងហើយតាន់តែមកឈើហ្នឹងអត់មានស្នាមប្រេះអត់មានអីទេគឺសាច់ឈើពេញស្អាតហ្មងហើយបងមើលពេលបើកទ្វារហាប់ល្អអត់មានស្រកអត់មានអីទេហើយកម្រាស់ខ្ញុំចាក់ថាសហ្នឹងចាក់បេតុងហ្មងហ្នឹងបេតុងសុទ្ធហ្មងកម្រាស់វា8ហ៊ុនហើយនៅចាប់សាច់បោកស្អាតទៀតចឹងវាឡើងមកទឹកហើយនៅហ្នឹងមានដាក់សៀងលាងចានមួយសម្រាប់ហើយចក្រានយើងប្រើចក្រានអីហ្នឹងទៅក្រៅបងហើយបងមើលសាច់ឈើប្រហែលឈើប្រឈោសាច់ភ្លីលៀតហើយនេះមើលពីខាងនេះទៅគឺថាឈប់បាន3នាក់កន្លែងរានបាយហ្នឹងហ្មងដោយសារអីយើងចូលភេទផ្ទះជីវកម្មហើយក៏ទុកលក់ដូរនៅខាងមុខលក់បាយលក់កាហ្វេអញ្ចឹងបងហើយទៅពេលទៅក្រោយយើងមានផ្លូវដើរជា interlock ម្ដុំយើងចាក់អញ្ចឹងហើយកម្ពស់យើងមានចដើ4កាំអញ្ចឹងវាកម្ពស់55ហើយអញ្ចឹងខាងក្នុងហ្នឹងយើងលាតសាច់ទៅតឹងបាន7ម៉ែត្របដោយបងហើយទៅតឹងប្រើបាន4ម៉ែត្រកន្លះហើយខាងក្នុងហ្នឹងម្ចាស់ផ្ទះគាត់ឲ្យមកគ្រួសារអញ្ចឹងក៏ដាក់មកបន្ទប់ហើយបន្ទប់ទឹកធំមួយអញ្ចឹងបងហើយខាងក្នុងខាត់បានអាឡូងហើយប្អួយយើងប្រើប្អួយឈើបងប្អួយឈើហើយឈើផ្ចឹកដូចគ្នាហើយយើងដាក់កញ្ចក់អីទៅមើលពីក្រៅប្អួយហ្នឹងស្អាតហ្មងប្រើតំណងយ៉ាហើយខាងក្នុងបន្ទប់ទឹកហ្នឹងនេះនិយាយតិចបើខ្ញុំឈប់ពីខាងនេះបងឈប់ពីខាងនេះចេញទៅគឺថាដាក់ក្រេបាន2មិនមែន1ហើយប្អួយហ្នឹងបើកតែប្អួយមកប្អួយខ្ញុំធ្វើបើកធំហ្មងប្អួយធំលក្ខណៈបែបទេសវិឡាទំនើបអញ្ចឹងប្អួយហ្នឹងមានមុខកាត់1ម៉ែត្រ2គុណនឹង1ម៉ែត្រ60ខ្ពស់ហ្មងបងមើលបានថតចិត្តចាំមើលទៀតឲ្យមើលកន្លែងបន្ទប់ទឹកតិចបងបន្ទប់ទឹកព្រោះកន្លែងបន្ទប់ទឹកហ្នឹងយើងឌីកូប្រអប់ឈើមួយដែរនេះកន្លែងឡាបូហ្មងហ្នឹងខាងក្នុងហ្នឹងអត់បានទេបងដោយសារម្ចាស់ផ្ទះគាត់កំងគាត់ចង់វាយក្រូពណ៌គាត់ស្រឡាញ់អញ្ចឹងគាត់អត់បានដាក់ហើយនេះខ្ញុំបង្ហាញថាឈើហើយនឹងសម្រាប់ទឹកមួយចំនួនជាងដាក់ឲ្យមួយសិតអញ្ចឹងមកមានឡាបូមានអាចារ្យប្រគុណមានអីអញ្ចឹងទៅហើយបើមកក្រៅឃើញខ្ញុំដើរចុះមកក្រោមហ្មងទៅស្រឡះទៅផ្ទះហ្នឹងគឺស្រឡះមើលភ្នែកទៅគឺខ្យល់ចេញចូលល្អមែនទេហ្មងនេះបងបើក space ពីចម្ងាយទៅដល់ក្រោយជិត17ម៉ែត្រជាងអញ្ចឹងអានេះផ្ទះចាស់របស់គាត់ប៉ុន្តែគាត់សាងសង់មួយពួកយើងគាត់ចំណាយអស់13500ហើយចាប់ដើមធ្វើរយៈពេល1ខែកន្លះហ្មងហើយចាស់ផ្ទះហ្នឹងគាត់ដកបានមួយចំនួនអញ្ចឹងតម្លៃគាត់12500គាត់ដកអត់យកពីដានអញ្ចឹងបងហើយដូចខ្ញុំបង្ហាញខាងមុខខ្ញុំដើរមកដោយសារគាត់ជាប់ផ្លូវអញ្ចឹងដើរមកកន្លែងគាត់លក់ដូរគេនឹងនិយាយឡើងទៅលក់កាហ្វេលក់សាច់អាំងពេលងាយអញ្ចឹងបងហើយកន្លែងគាត់ជាទីប្រជុំជនដែរអញ្ចឹងទេអញ្ចឹងការធ្វើម៉ូតបែបហ្នឹងគឺសមចៃហើយលក្ខណៈសេដ្ឋកិច្ចឲ្យគាត់មែនទេបងហើយមានប៉ុណ្ណឹងអរគុណច្រើនបងបាយបាយ